នៅមុខសាលាខេត្តសៀមរាបមានការតវ៉ាស្នើសុំឲ្យអាជ្ញាធរខេត្តសៀមរាបជួយធ្វើអន្តរាគមន៍ក្នុងការសុំឲ្យអាជ្ញាធរជាតិអប្សរាធ្វើការដកភូមិមណ្ឌល3ចេញពីតំបន់ក្រហមឲ្យជាតំបន់លឿងវិញដោយកាលពីមុនចូលទៀតណាបងចូលរួមមើលបងប្អូនជាជនអត់ប្រាក់ជាជនអានេះការងារចុះមកបងវិញក៏ដាក់តំបន់លឿងដែរទីប្រជុំជាន់ចាំតទៀតអត់មនុស្សរស់នៅណាមនុស្សរស់នៅណាចឹងបណ្ដាយើងរងថ្ងៃអត់ទៅមានថាបងប្អូនសុំមកបងប្អូនទៅជូនប្រមុខកាត់របស់យើងមានសម្រាប់ចាំបន្តិចបាទមកខុសបាទព្រោះពេលដែលយើងទៅដល់ហើយរៀបចំដើម្បីរំលត់នៅក្តីក្តៅក្រហាយរបស់បងប្អូនប្រជាពលរដ្ឋនោះគណៈអភិបាលខេត្តបានចាត់តាំងឲ្យលោកឌុចកឹមដននាយករងរដ្ឋបាលសាលាខេត្តសៀមរាបរួមនឹងលោកនាយកទីចាត់ការអន្តរវិស័យក៏ដូចជាមន្ត្រីជួបជាមួយនឹងតំណាងប្រជាពលរដ្ឋចំនួន600គ្រួសារភ្លាមតែម្ដងក្នុងនាមរដ្ឋបាលខេត្តលោកដូចកឹមដនបានធ្វើការពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងបានលើកនៅសាវតានៃការស្នើសុំរបស់ប្រជាពលរដ្ឋភូមិមណ្ឌល3និងការងាររបស់ក្រមការងារក្រសួងនិងការកំណត់ប្រភេទតំបន់ដែលមានការពាក់ព័ន្ធទៅនឹងតំបន់រមណីយដ្ឋានអង្គរព្រមទាំងបានលើកឡើងពីនីតិវិធីច្បាប់ទៀតផងលោកក៏បានបញ្ជាក់ថាភូមិសាស្ត្រនេះស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាដែលកំណត់ដោយព្រះរាជក្រឹត្យនិងគ្រប់គ្រងដោយអង្គការ UNESCO ទៀតផងដោយលោកក៏បានបន្តទៀតថានៅក្នុងរយៈពេលនេះស្នើសុំបងប្អូនរក្សានៅភាពស្ងៀមស្ងាត់មិនត្រូវធ្វើការសាងសង់ដោយគ្មានច្បាប់ទម្លាប់ឡើយដែលធ្វើឲ្យមានផលប៉ះពាល់ខូចខាតទ្រព្យសម្បត្តិរបស់បងប្អូននៅពេលដែលក្រុមសណ្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរាចុះធ្វើការរុះរើសំណង់ខុសច្បាប់ម្យ៉ាងវិញទៀតមុនពេលបងប្អូនធ្វើការសាងសង់សូមបងប្អូនធ្វើការដាក់ពាក្យស្នើសុំដាក់ពាក្យសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវដោយត្រូវរងចាំដល់មានច្បាប់ថ្មីចេញជាស្ថាពរក្នុងនោះក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាបក៏បានលើកឡើងអំពីអនុសាសន៍ណែនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពីនីតិវិធីដោះស្រាយនៅទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់អប្សរាផងដែរលោកនាយករងរដ្ឋបាលសាលាខេត្តសៀមរាបក៏បានបញ្ជាក់ថារាល់សំណើរបស់បងប្អូនដាក់ជូនគណៈអភិបាលខេត្តត្រូវបានគណៈអភិបាលខេត្តបានទទួលហើយនឹងរងចាំយកទៅធ្វើការត្រួតពិនិត្យពិភាក្សានៅក្នុងអង្គវេទិកាអន្តរក្រសួងនៅខែខាងមុខនេះក្នុងការដោះស្រាយជូនបងប្អូនផងដែរលើសពីនេះក្រុមការងារក៏បានស្នើសុំដល់ប្រជាពលរដ្ឋនៅពេលក្រោយប្រសិនបើមានបញ្ហាអ្វីគឺត្រូវចាត់តាំងតំណាងរបស់ខ្លួនដើម្បីធ្វើការដោះស្រាយទៅតាមសន្តិវិធីជៀសវាងនៅការប្រមូលផ្ដុំគ្នាធ្វើឲ្យប៉ះពាល់ដល់ពេលវេលាការងារបងប្អូននិងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងប៉ះពាល់ដល់សោភ័ណភាពក្នុងក្រុងទេសចរមួយនេះផងដែរក្នុងនោះដែរតំណាងបងប្អូនប្រជាពលរដ្ឋដែលបានចូលជួបរដ្ឋបាលសាលាខេត្តសៀមរាបក៏បានសម្ដែងនៅអំណរគុណដល់រដ្ឋបាលខេត្តដែលបានធ្វើការបកស្រាយបំភ្លឺពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋទាំង600គ្រួសារដែលធ្វើឲ្យបងប្អូនមានការជឿទុកចិត្តមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្ដេចហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយឡែកក្នុងខេត្តសៀមរាបមានអាដាមប្រាក់សុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងជាប្រធានគណៈបញ្ជាការឯកភាពគឺធ្វើឲ្យពួកគាត់មានការជឿទុកចិត្តនិងមានភាពកក់ក្ដៅផងដែរអញ្ចឹងយើងនឹងរងចាំតាមដានទស្សនាថាលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណាកម្មវិធីកាមេរ៉ាព័ត៌មាននឹងជាយាមលំអិតជូននៅពេលក្រោយអរគុណលោកមីសខារិតសូមតាមដានព័ត៌មានពិស្ដារនេះបន្ថែមដើម្បីបញ្ចប់នៅពេលខាងមុខជូនដល់ទស្សនិកជនបានទទួលជ្រាបច្បាស់ផងដែរបាទអរគុណពីកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទ
ទឹកសាប៊ូលាងចាន Super Clean ទឹកសាប៊ូលាងចាន Super Clean ជាផលិតផលខ្មែរពិតប្រាកដ 100% មានលក់រាយនិងលក់ដុំជាវយកទៅលក់បន្តនិងមានការបញ្ចុះតម្លៃជូនយ៉ាងពិសេសទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ092 37 32 30 088 99 99 445លោកអ្នកមានបំណងចង់ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗជាមួយនឹងកម្មវិធីយើងខ្ញុំសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ092 37 32 30 088 99 99 445ទំនាក់ទំនងផ្សព្វផ្សាយដំណឹងនិងពាណិជ្ជកម្មផ្សេងៗលេខទូរស័ព្ទ092 37 32 30 088 9 445